អាគារ Gold Tower 42 ជាន់នៅស្តុបពេទ្យចិននឹងបញ្ចប់គ្រងអាគារនៅចុងខែនេះនាំមកជូនលោកអ្នកដោយ Azi Veloy សេវាផ្ញើនិងទទួលប្រាក់ទូទាំងប្រទេសកាន់តែងាយស្រួលនិងមានសុវត្ថិភាពអាគារ Gold Tower 42 ជាន់ស្ថិតនៅស្តុបពេទ្យចិននឹងបញ្ចប់គ្រងអាគារនៅថ្ងៃទី28 ខែមករាឆ្នាំ2019នេះបើតាមលិខិតអញ្ជើញភ្ញៀវចូលរួមរបស់អ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី25 ខែមករាឆ្នាំ2019នេះអាគារ Gold Tower 42 ជាន់បានបន្តការសាងសង់ដោយក្រុមហ៊ុនចិនកាលពីដើមឆ្នាំ2018បន្ទាប់ពីទុកចោលរយៈពេលជិត10ឆ្នាំក្នុងសន្និសីទសារព័ត៌មានស្ដីពីការចុះកងត្រាបន្តដំណើរក្នុងការសាងសង់អាគារពាណិជ្ជកម្ម42ជាន់កាលពីចុងឆ្នាំ2017លោកគីមតាយុនប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យកូរ៉េ Yunwoo Ltd បានបញ្ជាក់ថាការចុះកងត្រានេះមានក្រុមហ៊ុនចិនចំនួន2គឺក្រុមហ៊ុន Hongtao Decoration ដែលមានមូលដ្ឋាននៅទីក្រុង Shijiazhuang ប្រទេសចិនទទួលខុសត្រូវលើការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅនៃអាគារនិងក្រុមហ៊ុន Wyman Construction and Engineering មានការិយាល័យកណ្ដាលស្ថិតនៅទីក្រុងម៉ាកាវនៃការសាងសង់ក្រុងអាគារ42ជាន់នេះលោកគីមតាយុនបានបញ្ជាអាគារ Gold Tower 42ជាន់នេះបានសាងសង់ដល់ជាន់ទី31ចំណាយទុនអស់ប្រមាណជាង$100 លានហើយនិងត្រូវបន្ថែម$140 លានទៀតដើម្បីបញ្ចប់ការសាងសង់ទាំងស្រុងសូមបញ្ជាក់ថាអាគារ Gold Tower 42ជាន់ស្ថិតនៅចំណុចប្រសព្វរវាងផ្លូវព្រះមុនីវង្សនិងផ្លូវព្រះសីហនុនេះបានបើកការដ្ឋានសាងសង់ជាលើកដំបូងនៅឆ្នាំ2008ហើយការសាងសង់ក៏ត្រូវបានផ្អាកក្នុងអំឡុងឆ្នាំ2009និងបានបន្តការសាងសង់នៅដើមឆ្នាំ2018រហូតមកទល់បច្ចុប្បន្នសូមចុច Subscribe បន្តមកចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត